ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានេះគឺជា Farmer Market នៅក្នុងទីក្រុង Cerrito រដ្ឋ California បងប្អូនណាចាផ្សារនេះគឺគេបើកជារៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង12ថ្ងៃត្រង់ហើយនេះជាលើកទី1ដែលខ្ញុំបានទៅលេងផ្សារនេះបងប្អូនណាចានាងខ្ញុំទៅដល់គឺថាមានការសប្បាយចិត្តមែនទែនពីព្រោះផ្សារនេះសម្បូរលក់ទៅដោយបន្លែអាស៊ីនិងផ្លែឈើអាស៊ីចានាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំដូចជានៅស្រុកខ្មែរអញ្ចឹងណាបន្លែទាំងអស់នោះគឺថាស្រស់ៗល្អបងប្អូនគឺថាមានតាំងពីត្រកួនតាំងពីត្រួយល្ពៅមានផ្លែឈើជាច្រើនទៀតបងប្អូនចាហើយនៅបន្លែជាច្រើនទៀតដែលនាងខ្ញុំមិនអាចរៀបរាប់បាននៅពេលនេះបងប្អូនណាចាបងប្អូនអាចទស្សនាវីដេអូរបស់នាងខ្ញុំនឹងឃើញបន្លែនិងផ្លែឈើទាំងអស់នោះឲ្យបងប្អូនចាហើយចំណែកសណ្តែកដីវិញគឺថាគឺជាសណ្តែកស្រីស្រស់ៗបងប្អូនគេទំតែដកមកបងប្អូនណាចានេះសណ្តែកដីគឺថាគេលក់ច្រើនមែនទែនចាហើយទៅបងប្អូនអាចជ្រើសរើសបន្លែដែលថាបងប្អូនពេញចិត្តបងប្អូនណាចាមើលទៅគឺថាស្រស់មែនទែនបងប្អូនចាហើយអ្នកទៅទិញហ្នឹងគឺថាភាគច្រើនជនជាតិអាស៊ីយ៉ាងដែរបងប្អូនណាចាអ្នកលក់ហ្នឹងក៏ជនជាតិអាស៊ីយ៉ាងដែរបងប្អូនចាមើលទៅគឺថាដូចយើងនៅស្រុកខ្មែរអញ្ចឹងបងប្អូនចំណែកនៅកន្លែងនេះវិញគឺថាគេលក់ពត្រាចិនបងប្អូនណាពត្រាទុំហ្នឹងគឺជារដូវពត្រាបងប្អូនគេបានយកមកលក់ជាច្រើនចាហើយក៏មានផ្លែទម្លាប់ផងដែរបងប្អូនណាចំណែកគ្រួសារនេះខ្ញុំក៏ដើរមើលអញ្ចឹងដែរព្រោះអីមិនដែលធ្លាប់មកផ្សារកសិករអញ្ចឹងបងប្អូនណាចាគឺជាលើកទី1សម្រាប់នាងខ្ញុំទាំងពីរនាក់ចាម្យ៉ាងវិញទៀតផ្សារ Farmer Market នេះគឺថាមាននៅក្នុងទីក្រុងផ្សេងៗទៀតដែរបងប្អូនណាហើយក៏គេលក់នៅក្នុងថ្ងៃខុសៗពីគ្នាដែរបងប្អូនដូច្នេះនាងខ្ញុំនឹងដាក់ link នៅក្នុង description box របស់នាងខ្ញុំឬក៏នៅក្នុង comment បងប្អូនណាចាបើបងប្អូនមានពេលទៅថ្ងៃណាបងប្អូនអាចចូលទៅទស្សនា link របស់នាងខ្ញុំដែលបានដាក់បញ្ជាប់នៅខាងក្រោមបងប្អូនណាចានៅទីកន្លែងនេះក៏គេមានលក់ដើមផ្កាឬក៏ដើមឈើអាស៊ីដែរបងប្អូនណាចាវីដេអូរបស់នាងខ្ញុំថ្ងៃនេះក៏បានជាងជម្រាបបញ្ចប់ហើយបងប្អូនណានាងខ្ញុំសូមលំអរកាយជម្រាបលាបងប្អូនសង្ឃឹមថានឹងជួបបងប្អូនម្ដងទៀតនៅវីដេអូក្រោយទៀតចាបាយបាយ